សួរពុកម៉ែបងប្អូនអរគ្នាបាទថ្ងៃនេះមានរបស់ថ្មីបងប្អូនមើលមួយបងប្អូនអរគ្នាបាទរបស់នេះគឺសម្រាប់ជាងបងជាងរៀបម៉ាស៊ីនបងប្អូនអរគ្នាបាទឥឡូវយើងតម្លើងរួចរាល់ហើយបងប្អូនអរគ្នាបាទគឺយើងធ្វើខ្លួនឯងបាទឥឡូវចាប់ផ្ដើមមើលបងប្អូនអរគ្នាបាទហើយការកលឹះនេះគឺយើងដាក់តែ2កលឹះទេបងប្អូនគឺអត់បានដាក់6កលឹះ8កលឹះដូចគេទេបងប្អូនបាទកាលណាយើងដាក់ច្រើនកលឹះពេកគឺស្វានទៅគឺវានៅសល់សាច់តូចបាទអញ្ចឹងយើងដាក់តែ2កលឹះទេបាទគឺដាក់ខាងលើត្រង់និងជង្ហៀងបាទហើយបវលថាបវលម៉ាស៊ីនរបស់យើងនឹងគឺមានតែ2តង់ផងដែរបាទបវលនឹងមានតែ2កលៈទេបាទគឺយើងអត់បានធ្វើច្រើនកលៈទេបាទគឺតែអេមលយបងប្អូនអរគ្នាបាទស្អាតបាទហើយចាំមើលទស្សនាវីដេអូដែលខ្ញុំតម្លើងដល់អ្នកបងប្អូនអរគ្នាបាទមើលនេះបាទគឺត្រង់និងចង្ហៀងបាទគឺមានតែ2តង់ដែរបើគឺអត់បានធ្វើច្រើនតង់ទេបងប្អូនអរគ្នាបាទឥឡូវចាប់ផ្ដើមតម្លើងបរោទៅបងប្អូនអរគ្នាបាទហើយការតម្លើងរបស់យើងគឺផ្សារមុនគេគឺតម្លើងរួចរាល់ហើយបាទគឺនៅដាក់អាក់បាទសម្រាប់សង្កត់ដាក់កលឹះបាទគឺយើងយកអាក់យើងបងប្អូនអរគ្នាបាទហើយអាក់យើងមិនយកវែងពេកយកតែមួយល្មមបានហើយកុំវែងពេកបងប្អូនបាទយើងស្មានមើលមកសប៉ាប់យើងមកបាទហើយសប៉ាប់យើងនេះអត់មានយកសប៉ាប់ម៉ូតូទេបងប្អូនបាទគឺយើងយកសប៉ាប់ប្រេងសុទ្ធបាទព្រោះវាធំល្អបាទធំល្អបាទកាលណាដាក់សប៉ាប់ម៉ូតូពណ៌អសងយើងវារឿងតូចបាទហើយរសើក៏ដាក់ចេះបងប្អូនបាទរសើកាន់តែទន់កាន់តែល្អបាទហើយសម្រាប់ដាក់រសើមកយើងផ្សារដាក់រងមួយមកសម្រាប់ទប់រសើហ្នឹងហើយអាខាងលើហ្នឹងគឺយើងដាក់ខ្ចៅមួយសម្រាប់ទប់រសើខាងលើបាទដើម្បីយើងផ្សារខ្ចៅទៅជាប់ជាមួយនឹងអាក់យើងបាទហើយចាំមើលទស្សនារបស់គ្នាបាទខ្ញុំដាក់ឲ្យច្បាស់ឲ្យមើលបងប្អូនអរគ្នាបាទយើងសួរចូលចឹងមកហើយចាប់ផ្ដើមយកអារសើសប៉ាប់យើងផ្សាររួចហើយយើងដាក់ចូលចឹងមកបាទដើម្បីរកពួងចំណុច0បាទកាលណាយើងផ្សារអាខ្ចៅខាងលើនឹងសកត់ទៅហើយគឺបើវាវាគឺពិបាកបងប្អូនអរគ្នាបាទគឺយើងដាក់ចូលចឹងមកបាទសគាត់អាខ្សែនឹងចូលចុះមកក្រោមមកផ្សារភ្ជាប់ជាមួយនឹងអាក់យើងដែលបានផ្សារបាទគឺចំណុចពង0ចឹងមកបងប្អូនអរគ្នាបាទចាំមើលខ្ញុំផ្សារឥឡូវហើយបាទឲ្យមើលម្ដងទៀតបងប្អូនបាទគឺយើងផ្សារចឹងណាបងប្អូននេះបាទគឺដាក់រសើមកដាក់សប៉ាប់មកគឺយើងផ្សារសម្រាប់ទប់រសើខាងក្រោមមួយបាទកុំមកវារបូតបាទសប៉ាប់មកហើយយើងកាត់សប៉ាប់យើងតិចមកសប៉ាប់ប្រេងសុទ្ធណាបងប្អូនបាទយើងផ្សារចឹងមកបាទឥឡូវយើងដាក់ចូលទៅហើយដើម្បីផ្សារភ្ជាប់ជាមួយនឹងអាក់មីស្តុងយើងដែលយើងបានផ្សារសាមុនបាទហើយវីដេអូនេះក៏ធ្វើមួយច្បាស់ផងដែរដើម្បីឲ្យបងប្អូនមើលបាទបងប្អូនជាងយើងមើលបាទឥឡូវយើងចាប់ផ្ដើមផ្សារឈិតចឹងមកបាទហើយក៏មិនមែនជំនាញបានដែរបងប្អូនបាទគឺថាឃើញវាស្អាតគឺប្រឹងតឡើងធ្វើមួយទៅបាទឥឡូវយើងផ្សារភ្ជាប់មកបាទដាក់តង់ផ្សារយើងជុំវិញនឹងមកឲ្យរៀងក្រាស់បន្តិចដើម្បីឲ្យវាជាប់ល្អបាទดูជើងជន់ម៉ាស់ជន់អីផងផ្សារជាងធម្មតាមែនបាទឃើញទឹកដៃបាននឹងតែមិនធម្មតាពិតមែននិយាយលេងទៅបងប្អូនអរគ្នាបាទឥឡូវរួចរាល់ហើយបាទឥឡូវយើងខាត់វាស្អាតមកបាទដើម្បីយើងជះថ្នាំតិចមកដើម្បីឲ្យវាឡើងសម្រស់កាន់តែស្អាតថែមទៀតបងប្អូនបាទឥឡូវយើងឆាបឲ្យវារលោងមកបាទអស់ជាតិប្រេងកាលណាបើនៅជាតិប្រេងគឺវាអត់ជាប់ទេបាទយើងដាក់ថ្នាំទឹកថ្នាំយើងបាទឥឡូវស្អាតរួចរាល់ហើយឥឡូវយើងអត់ទុកនៅយូរទេបាទដាក់ហាថ្ងៃរៀងក្តៅតិចមកដើម្បីយើងដាក់ថ្នាំបាទសុទ្ធថ្នាំយកសុទ្ធចូលមកឥឡូវឡើងពណ៌ស្រើតស្អាតតែម្ដងបាទពណ៌ស្លាទុំណាត្រូវថ្ងៃចាំងភ្លេចតែហ្មងបាទស្អាតមែនតែនបាទហើយចាំមើលរូបរាងហើយក៏យើងមានថាសសម្រាប់ត្រូគ្រឿងម៉ាស៊ីនយើងផងដែរបាទអរគុណច្រើនបងប្អូនអរគ្នាបាទសម្រាប់ការចូលមើលបាទអរគុណច្រើន